Missile Ballistic បាញ់ប្លង់អន្តរទ្វីបទំនើបបំផុតចំនួន5ប្រភេទរបស់ប្រទេសចិននៅក្នុងក្បួនដង្ហែកងទ័ពរបស់ចិនដែលត្រូវបានធ្វើឡើងនៅក្នុងថ្ងៃរំលឹកខួបលើកទី80នៃការចោះចាញ់សង្គ្រាមលោកលើកទី2របស់ជប៉ុននៅថ្ងៃទី3ខែកញ្ញាឆ្នាំ2025នេះចិនបានបង្ហាញនៅសពាវុធជាច្រើនរបស់ខ្លួនដែលសុទ្ធតែជាសពាវុធទំនើបនៅក្នុងចំណោមសពាវុធទាំងអស់នោះគេក៏សម្គាល់ឃើញមានប្រភេទ Missile Ballistic បាញ់ប្លង់អន្តរទ្វីបមួយចំនួនដែលសុទ្ធតែជាប្រភេទ Missile ទំនើបនិងថ្មីបំផុតរបស់ចិនបានខិតខំខ្លាំងណាស់អភិវឌ្ឍ Missile ដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនដែលនៅក្នុងពេលបច្ចុប្បន្ននេះតាមក្រសួងការពារជាតិអាមេរិកនោះចិនមានចំនួនជាង600គ្រាប់ហើយប្រហែលជាចាប់ពីឆ្នាំ2030ទៅចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែរលើសពី1000គ្រាប់នៅក្នុងវីដេអូនេះយើងមិនជជែកគ្នាលម្អិតអំពីអាវុធនុយក្លេអ៊ែរទេប៉ុន្តែនឹងជជែកគ្នាអំពី Missile Ballistic បាញ់ប្លង់អន្តរទ្វីបរបស់ចិនដែលទំនើបបំផុតចំនួន5ប្រភេទតោះទេសនាជាបន្តទាំងអស់គ្នាថាតើ Missile ទំនើបបំផុតទាំង5ប្រភេទរបស់ចិននោះមានអ្វីខ្លះនិងមានសមត្ថភាពអ្វីខ្លះទិញទំនិញស្រួលជាងមុនចំណេញជាងមុនត្រូវតែទិញជាមួយនឹង K-Store App by BizAdvisor ទី1 Missile DF-41 តង់ហ្វឹង41ឬក៏ DF-41 គឺជាប្រភេទ Missile Ballistic បាញ់ប្លង់អន្តរទ្វីបរបស់ប្រទេសចិនប្រើប្រាស់អ៊ីនធឺណិតរឹងវាត្រូវបានគេប្រដូចទៅនឹង Missile ប្លង់ផ្សេងៗទៀតរបស់មហាអំណាចរុស្ស៊ីហើយនិងសហរដ្ឋអាមេរិកវាត្រូវបានគេដឹងថាអាចបាញ់បានចន្លោះចម្ងាយពី 12000 គីឡូម៉ែត្រទៅ 15000 គីឡូម៉ែត្រមានន័យថា Missile នេះអាចហោះហើរស្ទើរតែគ្រប់ទីកន្លែងទៅកាន់ពិភពលោករួមទាំងទ្វីបអាមេរិកខាងជើងដែលមានអាមេរិកនៅទីនោះផង Missile DF-41 អាចពំក្បាលគ្រាប់នុយក្លេអ៊ែរច្រើនហើយក្បាលគ្រាប់នុយក្លេអ៊ែរនោះអាចមានទម្ងន់ដល់ទៅ10តោននៅក្នុង Missile DF-41 នេះអាចត្រូវបានគេបំពាក់នៅក្បាលគ្រាប់នុយក្លេអ៊ែរពិតនិងក្បាលគ្រាប់នុយក្លេអ៊ែរคล้ายៗដើម្បីបន្លំប្រព័ន្ធការពារអាកាសរបស់សត្រូវតង់ហ្វឹង41ត្រូវបានផលិតឡើងដោយក្រុមហ៊ុន China Academy of Launch Vehicle Technology ហៅកាត់ CALT ត្រូវបានកងទ័ពជើងគោករបស់ចិនយកមកប្រើចាប់ពីឆ្នាំ2017ទម្ងន់សរុបរបស់ Missile នេះមានប្រហែលជា80តោនហើយមានបណ្ដោយប្រវែង22ម៉ែត្រមានមុខកាត់ 2.25 ម៉ែត្រក្បាលគ្រាប់ដែលអាចបំពាក់នៅក្នុង Missile មួយនេះប្រភេទដែលមានបន្ទុក250គីឡូតោនមានចំនួន8គ្រាប់ឬក៏ប្រភេទបន្ទុក150គីឡូតោនអាចដាក់បានចំនួន10គ្រាប់នៅពេលបាញ់ចេញវាមានល្បឿន Mach 25ឬក៏ស្មើនឹង 31425 គីឡូម៉ែត្រនៅក្នុង1ម៉ោងបើគិតជាវិនាទីវិញនៅក្នុង1វិនាទីវាអាចហោះបាន8660ម៉ែត្រនៅពេលបាញ់ចេញនោះវាអាចត្រូវបានគេបាញ់ចេញពីសៃឡូដែលនៅជាប់នឹងដីពីយានយន្តចល័តឬក៏ពីរទេះភ្លើង DF-41 គឺជា Missile Ballistic បាញ់ប្លង់អន្តរទ្វីបរបស់ចិនចំនួនទី4ហើយត្រូវបានអង្គការ NATO ដាក់ឈ្មោះឲ្យថា CHSS-20 តង់ហ្វឹង41ត្រូវបានអ្នកវិទ្យាសាស្ត្ររបស់ចិនបំពាក់នៅប្រព័ន្ធដែលមានសមត្ថភាពនៅក្នុងការធ្វើប្រតិបត្តិការចម្ងាយឆ្ងាយនិងតំបន់ដាច់ស្រយាលហើយវាត្រូវបានចិនលាបបំពួននៅរូងក្រោមដីដែលធ្វើឲ្យសត្រូវពិបាករកឃើញនិងកំទេចមែនទែនទៅគម្រោងការក្នុងការអភិវឌ្ឍ Missile អន្តរទ្វីបនេះត្រូវបានចិនធ្វើឡើងតាំងពីឆ្នាំ1980ប៉ុន្តែទើបតែនៅក្នុងឆ្នាំ2012តែប៉ុណ្ណោះដែលចិនអាចយកវាមកធ្វើតេស្តជាលើកដំបូងមួយចំណែកចិនអភិវឌ្ឍ Missile នេះឡើងដើម្បីឆ្លើយតបទៅនឹងប្រព័ន្ធការពារអាកាសទំនើបរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានសាកល្បងលើកទី1នៅក្នុងឆ្នាំ2012និងទទួលបានជោគជ័យនៅក្នុងឆ្នាំ2019គឺចំថ្ងៃទី1ខែតុលានៅចំថ្ងៃបុណ្យឯករាជ្យជាតិរបស់ខ្លួនចិនក៏បានបង្ហាញមុខវាជាលើកដំបូង Missile DF-41 នេះត្រូវបានគេប្រដូចទៅនឹង Missile LGM-30 Minuteman Series របស់សហរដ្ឋអាមេរិកឬក៏ទៅនឹង Missile របស់រុស្ស៊ីដ៏ល្បីឈ្មោះ RS-28 Samadទី2 Series Missile DF-5 តង់ហ្វឹង5ឬក៏ DF-5 គឺជា Missile Ballistic បាញ់ប្លង់អន្តរទ្វីបចំនួនទី2របស់ចិនដែលមានសន្តានជា2កំណាត់ Missile នេះត្រូវបានកងទ័ពរបស់ចិនយកមកប្រើចាប់ពីឆ្នាំ1981រហូតមកទល់នឹងពេលបច្ចុប្បន្នវាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Capital Astronautics Machinery Series Missile DF-5 មានដូចជា DF-5, DF-5A, DF-5B ហើយនិង DF-5C Missile នេះមានទម្ងន់សរុបដល់ទៅ183តោនមានបណ្ដោយប្រវែង 32.6 ម៉ែត្រនិងមានមុខកាត់ 3.35 ម៉ែត្រនៅពេលបាញ់គេបាញ់វាចេញពីសៃឡូនៅផ្ទល់ដីហើយចម្ងាយនៃការបាញ់របស់វានោះអាចមានចន្លោះពី 13000 គីឡូម៉ែត្រទៅដល់ 16000 គីឡូម៉ែត្រ
ល្បឿនរបស់វាវិញមានប្រមាណជា 26,950 គីឡូម៉ែត្រនៅក្នុង1ម៉ោងបើតាមនៃជំនាញរបស់អាមេរិកមីស៊ីលប្រភេទនេះត្រូវបានចិនដាក់ពង្រាយនៅភូមិកណ្ដាលរបស់ចិននៅខាងក្រោមដីហើយប្រើប្រាស់បាញ់ចេញពីសៃឡូតាមក៏ពិតទៅមីស៊ីល DF-5 នេះគឺជាមីស៊ីលបាញ់ប្លង់អន្តរទ្វីបដំបូងគេរបស់ចិនហើយវាត្រូវបានចិនធ្វើតេស្តកាលពីឆ្នាំ 1981 និងយកមកប្រើជាផ្លូវការចាប់ពីឆ្នាំ 1981 DF-5 Model C ដែលជាវ៉ារីយ៉ង់ថ្មីបំផុតរបស់ចិនត្រូវបានធ្វើតេស្តនៅក្នុងឆ្នាំ 2017 និងបង្ហាញមុខជាសាធារណៈនៅក្នុងឆ្នាំ 2025 នេះអាចមានចម្ងាយនៅក្នុងការបាញ់លើសពី 20,000 គីឡូម៉ែត្រហើយ Model C នេះផងដែរត្រូវបានគេដឹងថាអាចពំក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងចំនួនច្រើនជាងគេប្រទេសចិនមានផែនការយកមីស៊ីល DF-41 ទៅជំនួសមីស៊ីល DF-5 ក៏ប៉ុន្តែមិនដឹងថានឹងត្រូវជំនួសនៅក្នុងឆ្នាំណានោះទេចំនួនមីស៊ីលទាំង DF-41 ទាំង DF-5 ដែលចិនកំពុងតែមាននៅក្នុងដៃពេលបច្ចុប្បន្ននេះមិនត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈទេទី3 DF-61 វាគឺជាមីស៊ីល ballistic បាញ់ឆ្លងទ្វីបថ្មីបំផុតរបស់ចិនហើយក៏ជាមីស៊ីលដ៏ទំនើបដែលទើបតែត្រូវបានចិនបង្ហាញមុខក្តៅៗនៅថ្ងៃទី3ខែកញ្ញាឆ្នាំ 2025 នេះតែប៉ុណ្ណោះនៅក្នុងក្បួនដង្ហែយោធាតាមប្រភពមួយចំនួនលើកឡើងថាចិនបានអភិវឌ្ឍមីស៊ីល DF-41 ចេញពីវ៉ារីយ៉ង់របស់មីស៊ីល DF-41 ហើយវាអាចត្រូវបានបាញ់ចេញពីសៃឡូនៅផ្ទាល់ដីឬក៏ពីយានយន្តខុសពីមីស៊ីល ICBM ចំនួនមុនប្រព័ន្ធចាក់បំពេញអ៊ីនធឺណិតរឹងរបស់ DF-61 ត្រូវបានគេឌីហ្សាញឡើងឲ្យប្រើប្រាស់ពេលវេលាខ្លីជាងមុននៅខណៈដែលលក្ខណៈលម្អិតរបស់មីស៊ីល DF-61 របស់ចិននេះមិនត្រូវបានគេទម្លាយឲ្យដឹងយ៉ាងហោចណាស់គេអាចប៉ាន់ប្រមាណបានថាវាអាចធ្វើដំណើរបានចម្ងាយលើសពី 12,000 គីឡូម៉ែត្រមានន័យថាវាអាចត្រូវបានចិនបាញ់ទៅគ្រប់ទីកន្លែងនៃទឹកដីរបស់សហរដ្ឋអាមេរិកបើតាមអ្នកជំនាញយោធា DF-61 អាចពំនាំក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងចំនួនច្រើនហើយធ្វើការវាយប្រហារទៅលើគោលដៅផ្សេងៗគ្នាបើតាមប្រវត្តិនៃឈ្មោះរបស់វាចិនធ្លាប់បានចាប់ផ្ដើមអភិវឌ្ឍគម្រោងការផលិតមីស៊ីល DF-61 នេះកាលពីទសវត្សរ៍ឆ្នាំ 1970 ក៏ប៉ុន្តែត្រូវបរាជ័យរីឯមីស៊ីល DF-61 ដែលចិនបានបង្ហាញមុខនៅថ្ងៃទី3ខែកញ្ញាឆ្នាំ 2025 នេះទំនោរមិនមែនកើតចេញពីគម្រោងការបរាជ័យកាលពីឆ្នាំ 1970 នោះទេមីស៊ីលនេះអាចកើតចេញពីការអភិវឌ្ឍទៅលើវ៉ារីយ៉ង់របស់មីស៊ីលដែលមានស្រាប់ដូច្នេះហើយបានជាគេនិយាយថាចិនទំនងជាអភិវឌ្ឍ DF-61 ចេញពីវ៉ារីយ៉ង់របស់ DF-41 បើតាមអ្នកជំនាញមកពីក្រសួងការពារជាតិរបស់អាមេរិក DF-61 របស់ចិននេះអាចពំក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់បានចំនួន10គ្រាប់លក្ខណៈលម្អិតផ្សេងទៀតដូចជាទម្ងន់រូបរាងប្រវែងឬក៏ល្បឿនរបស់វាមិនត្រូវបានគេទម្លាយឲ្យដឹងនោះទេទី4មីស៊ីល 31BJ វាគឺជាមីស៊ីល ballistic បាញ់ឆ្លងទ្វីបថ្មីមួយទៀតដែលបង្ហាញមុខដំណើរគ្នាជាមួយនឹង DF-61 នៅថ្ងៃទី3ខែកញ្ញាឆ្នាំ 2025 នៅក្នុងក្បួនដង្ហែយោធារបស់ចិនតាមការសន្និដ្ឋានរបស់អ្នកជំនាញយោធាលោកខាងលិចមីស៊ីលបាញ់ប្លង់អន្តរទ្វីប 31BJ នេះអាចត្រូវបានចិនអភិវឌ្ឍចេញពីវ៉ារីយ៉ង់របស់មីស៊ីលមានស្រាប់ DF-31 ប៉ុន្តែខុសគ្នាពី DF-31 ដែលត្រូវបានគេបាញ់ចេញពីយានយន្តចំណែកឯ 31BJ នេះត្រូវបានគេបាញ់ចេញពីសៃឡូនៅផ្ទាល់ដីតួនាទីរបស់មីស៊ីលប្លង់អន្តរទ្វីប 31BJ នេះត្រូវបានចិនប្រើប្រាស់សម្រាប់ការវាយប្រហារទាំងនៅលើដីនៅលើទឹកនិងនៅក្នុងអាកាសការសម្ងំអភិវឌ្ឍ 31BJ របស់ចិននេះត្រូវបានគេសង្ស័យប្រមាណឆ្នាំកន្លងទៅនេះដោយសារតែគេបានមើលឃើញថាចិនបានកសាងនៅសៃឡូជាច្រើនកន្លែងជាការពិតណាស់សៃឡូដែលចិនសាងសង់ទាំងអស់នោះនឹងត្រូវបំពាក់ដោយមីស៊ីលប្លង់អន្តរទ្វីបបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដែលមានដូចជា DF-5C, DF-61 ហើយនិង 31BJ នេះឯងលក្ខណៈជាលក្ខផ្សេងៗរបស់មីស៊ីល 31BJ នេះមិនត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈនៅឡើយទេមិនថាជាទម្ងន់ចំនួនក្បាលគ្រាប់ដែលវាអាចពំនាំចម្ងាយដែលវាអាចបាញ់ឬក៏ល្បឿនរបស់វានោះទី5មីស៊ីល JL-3 JL-3 គឺជាមីស៊ីលបាញ់ចេញពីនាវាមួយទឹកចំនួនទី3របស់ចិននិងត្រូវបានគេទុកថាជាមីស៊ីលបាញ់ចេញពីនាវាមួយទឹកទំនើបបំផុតមីស៊ីលអន្តរទ្វីបនេះត្រូវបានគេបំពាក់នៅលើនាវាមួយទឹក Thai 094 ឬក៏ Chin Class ដែលជាប្រភេទនាវាមួយទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ចិននៅក្នុងពេលខាងមុខនេះចិននឹងយកមីស៊ីល JL-3 នេះទៅបំពាក់ឲ្យនាវាមួយទឹកចំនួនថ្មីរបស់ខ្លួនដែលមានឈ្មោះថា Thai 096 SSBN ដែលគេជឿថាចិនកំពុងតែសម្ងំសាងសង់
JL3 ត្រូវបានចិនអភិវឌ្ឍចេញពី JL2 ហើយវាអាចត្រូវបានបាញ់នៅក្នុងចម្ងាយជាង 10000 គីឡូម៉ែត្រនេះមានន័យថាចិនអាចប្រើប្រាស់វាបាញ់ចេញពីនាវាមេទឹកឆ្ពោះទៅកាន់ទឹកដីផ្សេងៗរបស់សហរដ្ឋអាមេរិកជាពិសេសនោះចិនប្រើប្រាស់វានៅក្នុងការបង្ហាញអំណាចរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងផងដែរមីស៊ីលនេះត្រូវបានកងទ័ពជើងទឹករបស់ចិនយកមកប្រើចាប់ពីឆ្នាំ2022ហើយវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរគ្រាន់តែថាបំពាក់ចំនួនប៉ុន្មានគ្រាប់នោះមិនដឹងទេលក្ខណៈល្បិតផ្សេងៗទៀតរបស់វាទាក់ទងជាមួយនឹងទម្ងន់ឬក៏ល្បឿននៃការបាញ់នោះក៏មិនត្រូវបានគេទម្លាយឲ្យដឹងជាសាធារណៈនោះដែរសូមអរគុណចំពោះការទស្សនារបស់លោកអ្នកហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយតើអ្នកនៅក្នុងសម័យ Dinosaur ឬ Gen Z សម័យ Dinosaur គេកាន់កាតសមាជិកនឹងកំប៉ុងក្រដាសតែ Gen Z គេកាន់ K-Store App មាន K-Store App ដែលមានកាតសមាជិកនឹងកំប៉ុងរាប់ពាន់ហានៅក្នុងដៃរបស់អ្នក Shop Smart Shop with K-Store